ភិបាលខេត្តបៃលិនបញ្ជាក់ច្បាស់ថានឹងពិន័យយុត្តិប្រាក់4លានរៀលចំពោះម្ចាស់ទីតាំងណាដែលផ្ដល់ការស្នាក់នៅដល់ជនបរទេសដែលមិនមានឯកសារត្រឹមត្រូវអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានធ្វើការបង្ហោះនៅលើផេកផ្លូវការរបស់លោកជំទាវដោយបញ្ជាក់ច្បាស់ពាក់ព័ន្ធទៅនឹងម្ចាស់ទីតាំងណាហ៊ានជួលទៅដល់ជនបរទេសឲ្យស្នាក់នៅដោយគ្មានឯកសារត្រឹមត្រូវនិងត្រូវពិន័យជាទឹកប្រាក់ក៏ដូចជាដាក់ទោសដោយគ្មានការលើកលែងជាដាច់ខាតសម្ដីរៀបរាប់របស់លោកជំទាវបានឲ្យដឹងថាជួលម្ចាស់ទីតាំងដែលជួលស្នាក់នៅទាំងអស់ក្នុងខេត្តបៃលិនការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិដែលមិនមានឯកសារត្រឹមត្រូវបើយើងរកឃើញត្រូវទទួលពិន័យម្នាក់4លានរៀលឬ$1000បើលើសចំនួននឹងសូមគុណគូដោយខ្លួនឯងច្បាប់ក៏បានអនុវត្តចំពោះទីតាំងមួយចំនួនរួចហើយដោយគ្មានការលើកលែងជាដាច់ខាតបើរកឃើញថាមានសហការបើក scam online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀតកុំគិតថាប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្តនិងជាតិយើងខ្ញុំតាមស្រាវជ្រាវចាប់គ្រប់ទីកន្លែងខ្ញុំបានសច្ចាធានាជូនសម្ដេចនាយករដ្ឋមន្ត្រីរួចហើយបដិញ្ញាចូលរួមបោះសម្អាត scam online ឲ្យអស់ពីខេត្តនិងកម្ពុជាដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើងលោកជំទាវបានបញ្ជាក់ទៀតផងដែរថាសូមជូនជ្រាបដល់ម្ចាស់ទីតាំងប្រជាពលរដ្ឋនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ហើយឈប់អន្តរាគមន៍សហការបិទបាំងរិះរកគ្រប់វិធីដើម្បីបន្លំខ្លួនคล้ายភេទទីទៅខ្ញុំបានបដិញ្ញាចិត្តនឹងបោះសម្អាតផ្ទះយើងឲ្យបានស្អាតដើម្បីរងចាំទទួលភ្ញៀវល្អៗមកកំសាន្តឬបណ្ដាក់ទុនសូមចូលរួមសហការទាំងអស់គ្នាជាផ្នែកមួយជួយដល់ប្រទេសជាតិយើងនឹងជួយដល់ប្រមុខរាជរដ្ឋាភិបាលយើងសូមបងប្អូនអាចទាក់ទងផ្ដល់ព័ត៌មានសម្ងាត់តាមរយៈលេខ097 62 63 373និង097 57 97 78 78 24ម៉ោងការបង្ហាញគោលជំហរដ៏រឹងមាំនិងច្បាស់ពីសំណាក់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តបៃលិនផ្ទាល់ក៏ដូចជាអ្នកលេខបណ្ដាញសង្គមមានការគាំទ្រទៅលើចំណាត់ការមួយនេះហើយក៏សង្ឃឹមថា scam online ដែលជាពពួកដង្កូវសង្គមនេះនឹងឆាប់រលាយបាត់អស់ពីព្រះរាជាណាចក្រកម្ពុជាយើងគូបញ្ជាផងដែរថាចំណាត់ការដ៏ម៉ឺងម៉ាត់របស់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនគឺស្របទៅនឹងសារពិសេសរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃកម្ពុជាដែលបានផ្ដល់អនុសាសន៍ដល់នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវបង្ក្រាបឲ្យបាន scam online ពិសេសត្រូវសួរចម្លើយក្រុម scam online ដែលបានចាប់ហើយសង្កត់សួរថាតើចូលតាមណាលើពីនេះសម្ដេចតេជោបានសង្កត់ធ្ងន់ថាការបង្ក្រាប scam online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធដោយត្រូវដកតំណែងនិងអនុវត្តច្បាប់តែម្ដងនិងចំណែកឯមន្ត្រីមិនព្រមអនុវត្តគឺត្រូវដកតំណែងសម្ដេចតេជោបានលើកឡើងខាងលើនៅក្នុងឱកាសនៃការជួបសម្ដែងសម្ដាជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នក្រុមប្រឹក្សារាជធានីខណ្ឌសង្កាត់មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ